Lahadatu គឺជាខ្សែភាពយន្តមួយដែលផ្អែកទៅលើរឿងពិតដោយការឈ្លានពានទៅលើទីក្រុង Lahadatu ជាស្រុកដែលជាប់នឹងសមុទ្រនៃប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ 2013 ដោយក្រុមសកម្មប្រយុទ្ធមួយឈ្មោះថា Gagasan Militant Nusantara បើសិនជា admin អានឈ្មោះនេះខុសក៏សូមអធិស្ឋានផងព្រោះវាគ្រាន់តែជាឈ្មោះប៉ុណ្ណោះហើយដែលហៅកាត់ថា GMN ដែលដឹកនាំដោយបុរសចំណាស់ម្នាក់ឈ្មោះថា Raja Iskandar ពួកគេបានលុកលុយចូលទៅក្នុងភូមិ Batu Chuka នៅតាមឆ្នេរសមុទ្រក្រុមកុម៉ង់ដូលេខ 69 របស់ប្រទេសម៉ាឡេស៊ីក៏បានរៀបចំប្រតិបត្តិការពិសេសមួយភ្លាមៗដើម្បីឆ្លើយតបទៅលើការឈ្លានពានមួយហ្នឹងហើយដំបូងឡើយគេព្យាយាមចរចារកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់ការបង្ហូរឈាមគ្នាដែលដឹកនាំដោយនាយឧត្តមសេនីយ៍ឈ្មោះថា Datuk Mizan ប៉ុន្តែភាពតានតឹងក៏បានកើតឡើងនៅពេលដែលប៉ូលីសនៅក្នុងតំបន់ប៉ះទង្គិចជាមួយនឹងពួកសកម្មប្រយុទ្ធ GMN ខណៈពេលក្រុមប៉ូលីសម៉ាឡេស៊ីក៏បានជម្លៀសជនស៊ីវិលដែលបណ្ដាលឲ្យការចរចាមិនបានសម្រេចបន្ទាប់មកនាំឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានកើតឡើងជាប្រវត្តិសាស្ត្រក្រុម GMN នេះគឺជាសមាជិកនៃត្រកូលរាជវង្សមូស្លីមមកពីប្រទេសហ្វីលីពីនដែលពួកគេបានអាងខ្លួនឯងថាជាកងទ័ពរាជវង្សស៊ូលូហើយ admin ក៏សូមបើកវងកញ្ចក់បន្តិចអំពីប្រវត្តិសាស្ត្ររាជវង្សស៊ូលូអំណាចនយោបាយរបស់ស្ដេចស៊ុលតង់ត្រូវបានបោះបង់ចោលនៅខែមីនាឆ្នាំ1915បន្ទាប់ពីមេបញ្ជាការអាមេរិកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងស្ដេចស៊ុលតង់ដែលមានឈ្មោះថា Jamalul Kiram ទី2ស្ដេចស៊ុលតង់ក៏បានលះបង់អំណាចនយោបាយទាំងអស់នៅលើទឹកដីក្នុងប្រទេសហ្វីលីពីនលើកលែងតែទឹកដីមួយកន្លែងដែលទ្រង់រស់នៅដែលបានផ្ដល់ឲ្យស្ដេចស៊ុលតង់ Jamalul Kiram ទី2ហ្នឹងនិងអ្នកស្នងមរតករបស់គាត់ជាមួយនឹងអាជ្ញាធរសាសនាជាប្រមុខនៃសាសនាអ៊ីស្លាមនៅស៊ូលូមកដល់ឆ្នាំ1962រដ្ឋាភិបាលហ្វីលីពីនក៏បានទទួលស្គាល់ជាផ្លូវការនៅការបន្តវង្សត្រកូលរបស់ស្ដេចស៊ុលតង់នៃស៊ូលូប៉ុន្តែបន្ទាប់ពីការសោយទីបង្គត់របស់ទ្រង់ Mahakota Ekram រដ្ឋាភិបាលហ្វីលីពីនមិនទទួលស្គាល់ជាផ្លូវការនៅស្ដេចស៊ុលតង់ថ្មីទេនៅសល់ព្រះអង្គម្ចាស់មួយអង្គដែលប្រនាមថា Mutsul Lai Kiram ដែលជារាជទាយាទរបស់ Mahakota ដែលជាអ្នកស្នងមរតកនៃការស្នងរាជដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលហ្វីលីពីនពីឆ្នាំ1915ដល់ឆ្នាំ1986ទ្រង់មានព្រះជន្មត្រឹមតែ20ឆ្នាំប៉ុណ្ណោះនៅពេលឪពុករបស់ទ្រង់បានសោយទីបង្គត់ដោយសារតែទ្រង់នៅក្មេងពេកទ្រង់ក៏បានបរាជ័យនៅក្នុងការដណ្ដើមរាជបល្ល័ង្កនៅក្នុងពេលវេលានៃអស្ថិរភាពនយោបាយនៅក្នុងប្រទេសហ្វីលីពីនផងនោះដែលនាំឲ្យមានបដិវត្តន៍កើតឡើងតាំងពីពេលនោះមកខ្សែរាជវង្សរបស់ស៊ូលូក៏បានដួលរលំនិងលែងទទួលស្គាល់ពីប្រទេសហ្វីលីពីនរហូតមកដល់សព្វថ្ងៃចំណែកក្រុមសកម្មប្រយុទ្ធដែលហៅកាត់ថា GMN នេះមេដឹកនាំរបស់គេត្រូវបានអះអាងខ្លួនឯងថាជាស្ដេចនៃខ្សែរាជវង្សស៊ូលូ Kiram ទី3និងបានមកទាមទារទឹកដីនៃរដ្ឋសាបាភាគខាងជើងរបស់ប្រទេសម៉ាឡេស៊ីសព្វថ្ងៃដើម្បីមកគ្រប់គ្រងវិញទើបមានការលួចឈ្លានពានចូលមកធ្វើឲ្យមានការប្រឈមមុខគ្នារវាងសកម្មប្រយុទ្ធទាំងនោះជាមួយនឹងប៉ូលីសប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ2013នោះបានកើតឡើងដែលបណ្ដាលឲ្យប៉ូលីសនិងក្រុមកុម៉ង់ដូពិសេសរបស់ប្រទេសម៉ាឡេស៊ីបានស្លាប់និងរងរបួសជាច្រើនអ្នកទៀតតោះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងទាក់ទងនឹងព្រឹត្តិការណ៍ពិតមួយនេះទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងគឺយើងឃើញក្រុមសកម្មប្រយុទ្ធ GMN បាននាំគ្នាជិះទូក2គ្រឿងកំពុងតែចុះចតតាមបណ្ដោយឆ្នេរសមុទ្រនៃភូមិមួយឈ្មោះថា Batu Chuka នៅវេលាម៉ោងប្រហែល 4 ជិតភ្លឺត្រូវថ្ងៃទី28ខែ2ឆ្នាំ2013រហូតដល់ថ្ងៃទី1ខែ3វេលាម៉ោង 6 ព្រឹកក្រុមប្រតិបត្តិការកុម៉ង់ដូពិសេសរបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្ដើមទទួលបញ្ជាចេញប្រតិបត្តិការកំទេចពួកក្រុមសកម្មប្រយុទ្ធទាំងនោះចេញពីប្រទេសរបស់ខ្លួនក្រុមកុម៉ង់ដូពិសេសកំពុងតែបែងចែក sector សម្រាប់ចេញប្រតិបត្តិការតាមផ្នែកនិងត្រៀមសម្ភារៈរៀបចំខ្លួនឲ្យបានរួចរាល់មុននឹងធ្វើប្រតិបត្តិការមួយសន្ទុះក្រោយមកក៏មានសត្វពពែមួយក្បាលបានឆ្លងកាត់នៅទីនោះហើយពួកគេក៏បាននាំគ្នាខំសម្លឹងមើលទៅសត្វពពែមួយក្បាលនោះដោយយកចិត្តទុកដាក់ព្រោះវាអាចជាអន្ទាក់របស់ពួកក្រុមសកម្មប្រយុទ្ធទាំងនោះបន្ទាប់មកពួកគេក៏បានឃើញក្រុមសកម្មប្រយុទ្ធកំពុងតែលាក់ខ្លួនដែលនៅមិនឆ្ងាយពីគ្នាផងនោះហើយមេរបស់គេ
ម្នាក់និងកូនចៅក៏បានបង្ហាញខ្លួននិងលើកទង់ជ័យដែលបង្ហាញនិមិត្តសញ្ញានៃក្រុម GMN របស់គេហើយក៏បានស្រែកនិយាយថានេះគឺជាទឹកដីរបស់គេគ្មានអ្នកណាអាចកាន់កាប់ក្រៅពីពួកគេបានឡើយក្រោយមកកូនចៅរបស់គេក៏បានចេញមកយ៉ាងច្រើនហើយមួយសន្ទុះក្រោយមកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក៏បានចាប់ផ្ដើមហើយបន្ទាប់មកក្រុមសកម្មប្រយុទ្ធក៏បានតម្រង់បេបាញ់មួយគ្រាប់ហើយសាច់រឿងក៏បានត្រឡប់ទៅកាន់មុនថ្ងៃការប្រយុទ្ធគ្នាដែលបានកើតឡើងនៅគណៈពេលនេះថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមរបស់គេឈ្មោះថា Raja Iskandar ដែលបានតាំងខ្លួនថាជាខ្សែរាជវង្សនៃ Sulu Kiram ទី3នោះកំពុងតែនិយាយបង្ហាញឆន្ទៈដ៏អង់អាចខ្លាំងក្លារបស់គេដើម្បីទាមទារសិទ្ធិនិងអំណាចមកគ្រប់គ្រងនៅទឹកដីមួយនេះដែលគិតថាវាជាសម្បត្តិមរតកខ្សែរាជវង្សរបស់ខ្លួននៅពេលដែលក្រុមសកម្មប្រយុទ្ធធ្វើការចល័តកូនចៅដើម្បីគ្រប់គ្រងនៅតាមភូមិមេក្រុមម្នាក់ដែលមានឈ្មោះថាស៊ីម៉ាតមេក្រុមម្នាក់ដែលមានឈ្មោះថាសាម៉ាតនៅពេលដែលគេបានឃើញប៉ូលីសម្នាក់ដែលនៅក្នុងតំបន់កំពុងជិះម៉ូតូដើរល្បាតនោះគេបានធ្វើកាយវិការហាក់បីដូចជាមិនខ្លាចញញើតនឹងប៉ូលីសនៅទីនោះឡើយចំណែកបរិសុសង្ហាមាត្រធំខ្ពស់ស្រឡះម្នាក់នេះវិញគាត់មានឈ្មោះថាសៃក៏ជាប៉ូលីសម្នាក់នៅក្នុងតំបន់នឹងផងដែរប៉ុន្តែរៀងអភ័ព្វស្នេហ៍គឺមិនទាន់មានប្រពន្ធឡើយដែលរាល់ថ្ងៃគាត់រស់នៅជាមួយនឹងម្ដាយចំណេះម្នាក់ហើយម្ដាយរបស់គាត់ក៏កំពុងតែនិយាយលួងលោមកូនប្រុសឲ្យយកប្រពន្ធផងដែរប៉ុន្តែគាត់មិនទាន់គិតអំពីបញ្ហាប្រពន្ធទេដោយគាត់ចង់ប្រឡងចូលក្រុមកំម៉ង់ដូពិសេសវិញដើម្បីបំពេញក្តីសម័យរបស់គាត់សិនចំណែកឯរាជរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីឯនេះវិញបន្ទាប់ពីទទួលដំណឹងភ្លាមហើយក៏បានចាប់ផ្ដើមធ្វើការបើកអង្គប្រជុំភ្លាមបន្ទាប់ពីទទួលដំណឹងថាក្រុមសកម្មប្រយុទ្ធទាំងនោះដែលដឹកនាំដោយ Raja Iskandar ហើយក្រុមសកម្មប្រយុទ្ធទាំងអស់នោះក្រុមប៉ូលីសម៉ាឡេស៊ីក៏បានជឿជាក់ដែរថាពួកគេបានប្រើផ្លូវងងឹតបានន័យថាមេដឹកនាំម្នាក់នោះគឺមានចេះមន្តអាគមដែលអាចបញ្ចុះបញ្ចូលមនុស្សឲ្យដើរតាមអវ៉ាតរបស់ខ្លួននាយឧត្តមសេនីយ៍មេបញ្ជាការម៉ាឡេស៊ីក៏បានបញ្ជាឲ្យមេបញ្ជាការម្នាក់ដែលមានឈ្មោះថាដាទូកមីសានទទួលការងារមួយនេះដឹកនាំកងកម្លាំងដើម្បីជៀសវាងផ្ទុះអាវុធដោយចរចាដោយសន្តិវិធីជំហានដំបូងនិងដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតំបន់នោះហើយមេបញ្ជាការម្នាក់ទៀតគឺទទួលបញ្ជាឲ្យរៀបចំក្រុមកងកម្លាំងពិសេសដែលហៅថាកំម៉ង់ដូដើម្បីត្រៀមនៅពេលដែលចាំបាច់បន្ទាប់មកការវឹកហាត់របស់ក្រុមកំម៉ង់ដូ69ក៏បានចាប់ផ្ដើមធ្វើសមប្រយុទ្ធដើម្បីត្រៀមទប់ទល់ជាមួយនឹងពួកក្រុមសកម្មប្រយុទ្ធទាំងនោះក្នុងករណីដែលចរចាមិនបានសម្រេចក្រោយពីធ្វើសមប្រយុទ្ធរួចក្រុមរបស់ចៃគេគឺជាមនុស្សម្នាក់ដែលរៀងឆេវឆាវបន្តិចហើយក៏បានទៅស្ដីឲ្យសមាជិកនៅក្នុងក្រុមម្នាក់ដែលមិនបានបាញ់ការពារខ្លួនចំណែកមេក្រុមម្នាក់ទៀតឈ្មោះថាសេមព្រីបានចូលមកខាត់ហើយនិយាយថាវាចាត់ទុកជាកំហុសនៅក្នុងការសមប្រយុទ្ធទៅចោះបន្ទាប់មកសែមក៏ដឹងថាដោយសារតែឪពុករបស់ចៃមានជំងឺដែលត្រូវការលុយជាច្រើនសម្រាប់ព្យាបាលដូច្នេះហើយបានជាធ្វើឲ្យគេមួយរយៈនេះមានការឆេវឆាវខ្លាំងដូច្នេះគាត់ក៏បានប្រាប់មិត្តរួមក្រុមទាំងអស់ហើយក៏បានរៃអង្គាសគ្នានៅទឹកប្រាក់បន្តិចបន្តួចដើម្បីជាការជួយឧបត្ថម្ភទៅចៃក្នុងនាមជាកងកម្លាំងកំម៉ង់ដូរួមគ្នានិងជាមិត្តរួមក្រុមជាមួយគ្នាមកមើលមេបញ្ជាការរបស់ក្រុមកំម៉ង់ដូដែលមានឈ្មោះថាសាអាស៊ីគាត់ក៏បានចូលមកប្រាប់ព័ត៌មានបន្ទាន់ដើម្បីត្រៀមខ្លួនហោះទៅកាន់ទីតាំងគៀកនឹងតំបន់បាទូជូកាដោយប្រាប់ពួកគេឲ្យលាប្រពន្ធកូននៅក្នុងយប់នេះដើម្បីរៀបចំខ្លួនចាក់ចេញតែម្ដងលុះដល់ពេលវេលាត្រូវទៅសែមគាត់ក៏បានចូលមកលាប្រពន្ធគាត់ទាំងដែលនាងកំពុងតែមានកូនចិត្តគ្រប់ខែទៅហើយតែនេះជាកាតព្វកិច្ចរបស់ខ្លួនត្រូវតែបង្ខំចិត្តលាប្រពន្ធមួយគ្រាសិនចំណែកឯពលបាលឈ្មោះថាម៉ាស្ណាណេណេគាត់ក៏កំពុងតែលាប្រពន្ធកូនដូចគ្នាដែលកូនពៅរបស់គាត់កំពុងតែសែនដោយសារតែគាត់មិនបានទៅចូលរួមថ្ងៃកូនប្រុសពៅរបស់គាត់ប្រកួតកីឡាប្រចាំសាលាហើយគាត់ក៏បាននិយាយលួងលោមកូនប្រុសដើម្បីឲ្យគេសប្បាយចិត្តមកវិញបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានមកដល់ពលានយន្តហោះតាមកាលកំណត់របស់មេបញ្ជាការដើម្បីត្រៀមហោះចេញទៅកាន់បាទូជូកាក្រោយមកក្រុមកំម៉ង់ដូ69ពួកគេក៏បានមកដល់គោលដៅ
ដែលមានមន្ត្រីប៉ូលីសប្រចាំការនៅទីនោះចាំទទួលនៅក្នុងនោះក៏មានលោកប៉ូលីសសៃផងដែរគាត់ក៏ជាអ្នកណែនាំកន្លែងសម្រាប់ទៅកាន់ក្រុមកំងដូពិសេសដែលទើបតែមកដល់ហ្នឹងហើយនៅព្រឹកបន្ទាប់នាយឧត្តមសេនីយ៍ពីររូបគឺឈ្មោះថាខាម៉ាល់និងដាទូកបានដឹកនាំបេសកកម្មចរចាមួយហៅថាអូស្ការធីមដើម្បីធ្វើការចរចារកសន្តិវិធីជាមួយនឹងពួកក្រុមឈ្លានពាន GMN ក្រោយមកឧត្តមសេនីយ៍ទាំងពីររូបរួមជាមួយនឹងក្រុមកំងដូក៏បានទៅដល់ទីតាំងមេរបស់ក្រុម GMN ដែលនៅទីនោះមានការយាមកាមយ៉ាងតឹងរ៉ឹងនិងកូនចៅរបស់ក្រុម GMN មានអាវុធគ្រប់ដៃនៅពេលដែលធ្វើការចរចានោះរាជាអ៊ីស្កានដាដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុម GMN ដែលតាំងខ្លួនជាស្ដេចស៊ុលតង់និងជាម្ចាស់ដីកោះមួយនេះក៏បានទាមទារទឹកប្រាក់ចំនួន800លានរីងហ្គីតម៉ាឡេស៊ីបើគិតជាលុយដុល្លារវិញគឺជិត200លានដុល្លារណោះហើយនឹងសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងដែនកោះមួយនេះដោយការពីមុនវិញប៉ុន្តែសំណើមួយនេះធ្វើឲ្យឧត្តមសេនីយ៍ទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយវាហាក់ដូចជាធំពេកសម្រាប់ឧត្តមសេនីយ៍ទាំងពីរក្នុងការសម្រេចចិត្តពួកគេក៏បានដកឃ្លាសិនដើម្បីពិភាក្សាគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងធ្វើការចរចាម្ដងទៀតនៅពេលឆាប់ៗនេះលុះដល់ពេលយប់ឡើងក្រុមកំងដូដែលប្រចាំការម្នាក់គឺគ្មានសេវាទូរស័ព្ទដើម្បីតាក់ទងទៅប្រពន្ធកូននៅផ្ទះនោះទេបន្តិចមកលោកឧត្តមសេនីយ៍ដាទូក៏បានចូលមកប្រាប់ទៅពួកគេនៅផែនការបន្ទាប់ទៀតគឺព្រឹកស្អែកគាត់នឹងទៅចរចាជាមួយនឹងក្រុម GMN ម្ដងទៀតហើយស្របពេលដែលកំពុងតែចរចានោះគឺត្រូវបែងចែកកម្លាំងត្រូវចល័តប្រជាជនស៊ីវិលទៅរកទីសុវត្ថិភាពឲ្យរួចជាមុនផងដែរប្រការខ្លាចពួកគេផ្ទុះអាវុធនៅក្នុងករណីណាមួយលុះដល់ពេលព្រឹកបន្ទាប់ឧត្តមសេនីយ៍ទាំងពីរបានបញ្ជាក់ពីផែនការម្ដងទៀតគឺត្រូវជម្លៀសប្រជាជនឲ្យបានឆាប់បំផុតហើយបែងចែកកម្លាំងពិសេសទៅតាមផ្នែកនីមួយៗដើម្បីចង់ដឹងថាសមាជិកក្រុម GMN នោះនៅលើកោះនេះទាំងអស់ប៉ុន្មាននាក់ហើយគាត់ក៏នាំយកស្បៀងទៅឲ្យពួកគេដើម្បីពន្យាពេលធ្វើបេសកកម្មមួយនេះដើម្បីពន្យាពេលក្នុងការជម្លៀសប្រជាជនផែនការទី2ដែលឧត្តមសេនីយ៍ទាំងពីរក៏បានរៀបចំធ្វើទៅតាមជំហាននីមួយៗតាមការគ្រោងទុកកូនចៅក្រុមសកម្មយុទ្ធទាំងនោះក៏ឃ្លាំមើលសកម្មភាពពួកគេដូចគ្នាក្រោយមកមេក្រុមរបស់គេម្នាក់ក៏បានចាប់ដៃលោកឧត្តមសេនីយ៍ស្មានតែជាអាវុធខណៈពេលដែលក្រុមប៉ូលីសនិងកំងដូកំពុងតែចល័តប្រជាជនស្រាប់តែមានក្រុម GMN គ្នា4នាក់បានចូលមកសួរនាំប៉ុន្តែដោយសារតែឃើញក្រុមប៉ូលីសច្រើនជាងពួកគេក៏បានដកថយទៅវិញដោយមិនបានផ្ទុះអាវុធអីទេក្រោយមកការចល័តប្រជាជននេះក៏បានដឹងទៅដល់មេរបស់គេហើយការចរចាក៏បានបញ្ចប់ដោយតឹងសរសៃកដាក់គ្នាក្រុម GMN ក៏បានដេញពួកគេឲ្យត្រឡប់ទៅវិញភ្លាមចំណែកឯលោកប៉ូលីសឯនេះក៏កំពុងតែឆ្លេឆ្លាតាមមករកម្ដាយចាស់របស់គាត់ដែលមិនទាន់ឃើញមកដល់កន្លែងសុវត្ថិភាពរួចគាត់ក៏បានដើរចូលទៅខាងក្នុងដើម្បីសួរអ្នកកាន់បញ្ជីឈ្មោះឲ្យជួយឆែកមើលឈ្មោះម្ដាយរបស់គាត់ហើយភ្លាមហ្នឹងប៉ូលីសម្នាក់ដែលជាមិត្តរបស់គាត់ក៏បានហៅចេញទៅក្រៅព្រោះមានការងារបន្ទាន់ត្រូវធ្វើចំណែកឧត្តមសេនីយ៍ទាំងពីរបន្ទាប់ពីមើលស្ថានភាពចរចាពួកគាត់មិនអាចដំណើរការបានទេអញ្ចឹងខណៈពេលនេះគឺមានតែវិធីជំរើសចុងក្រោយហើយឧត្តមសេនីយ៍ទាំងពីរក៏បានបញ្ជាឲ្យក្រុមប៉ូលីសត្រូវលាំពាត់ពួកគេកុំឲ្យពួកគេចល័តទៅណាឲ្យបានទាន់ពេលវេលាហើយធ្វើការដាក់សម្ពាធហើយធ្វើយ៉ាងណាឲ្យពួកគេដាច់ស្បៀងច្បាស់ជាពួកគេសុំធ្វើការចរចាជាថ្មីជាមួយនឹងពួកយើងតែបើវិធីនេះនៅតែមិនអាចជោគជ័យទៀតប្រតិបត្តិការវាយកំទេចនឹងចាប់ផ្ដើមតែម្ដងលុះដល់ពេលព្រឹកឡើងមកដល់ខាងប៉ូលីសម៉ាឡេស៊ីក៏បានផ្ញើសារព្រមានទៅពួកគេជាលើកចុងក្រោយហើយសាច់រឿងយើងក៏បានបន្តពីក្បាលសាច់រឿងដំបូងនៃការបើកការបាញ់ប្រហារគ្នានឹងឯងក្រោយមកសមាជិកកំងដូម្នាក់ឈ្មោះថាម៉ាស្ណាន់ដោយឃើញសមាជិករបស់ខ្លួនត្រូវគ្រាប់ជាច្រើនអ្នកគាត់ក៏បានងើបបាញ់តតាំងសម្ដៅទៅវិញតែអកុសលគាត់ក៏ត្រូវមេក្រុម GMN ម្នាក់បាញ់ត្រូវផ្ទៃមុខគាត់មួយគ្រាប់ដួលប្រុសតែម្ដងហើយមិត្តភ័ក្តិម្នាក់ទៀតក៏បានស្រែកឲ្យគេបាញ់ការពារដើម្បីគាត់ទៅជួយម៉ាស្ណាន់ប៉ុន្តែក៏ត្រូវគ្រាប់ដួលនៅក្បែរគ្នាតែម្ដងទៅបន្ទាប់មកក្រុមរបស់ចៃក៏បានមកសង្គ្រោះក្រុមម៉ាស្ណាន់ពួកវាក៏បានប្រើគ្រាប់បែកផ្សែងដើម្បីកុំឲ្យបាញ់ស៊ីបត្រូវពីក្រុមប៉ូលីសហើយក្រុមរបស់សេមវិញក៏បានមកដល់ព្រមគ្នាហើយក៏បានសម្រុកបាញ់កំទេចពួកក្រុមឈ្លានពាន GMN តែម្ដងក្រោយមកមេក្រុម GMN បានប្រាប់ឲ្យកូនចៅរបស់គេដកថយដោយឃើញខាងកំងដូមានព្រៀប
ចំណែកមួយក្រុមទៀតក៏បានសម្រុកចូលទៅក្នុងផ្ទះដែលជាផ្ទះមេរបស់ពួកវាស្នាក់នៅប៉ុន្តែមេរបស់ពួកគេក៏បានគេចខ្លួនបាត់ទៅហើយក្រោយការបើកការប្រយុទ្ធគ្នាមួយប្រាវបណ្ដាលឲ្យកងកំងដូរ2នាក់បានពលីនិងរបួសជាច្រើនអ្នកទៀតហើយពេលនេះសេមនិងចៃក៏កំពុងតែគិតថាមិនដឹងទៅនិយាយប្រាប់ប្រពន្ធកូនគេបែបណានោះទេព្រោះនេះជាការលះបង់ធំធេងណាស់របស់គាត់ចំណែកសមាជិក3នាក់របស់ក្រុម GMN ក៏បានចាប់ខ្លួននៅក្នុងនោះគឺមានម្នាក់ជាកូនប្រុសរបស់មេខ្លោងរបស់គេនៅពេលកំពុងសួរចម្លើយនោះកំងដូចៃគាត់មានកំហឹងយ៉ាងខ្លាំងហើយក៏ចង់មកបាញ់សម្លាប់ចោលតែម្ដងប៉ុន្តែត្រូវមេរបស់គាត់ប្រាប់ឲ្យទប់កំហឹងព្រោះថាយើងជាកងកម្លាំងណាកុំតែមេខាត់ទេបាទកុំអីដឹងតែខ្ចប់នៅនឹងហើយសាច់ឌឺទៀតនៅព្រឹកបន្ទាប់ថ្ងៃទី2 ខែ 3 ក្រុមកម្លាំងកំងដូរ2ក្រុមដឹកនាំដោយសេមនិងចៃក៏បានធ្វើដំណើរតាមផ្លូវទឹកដើម្បីស្វែងរកពួកក្រុមសកម្មយុទ្ធទាំងនោះក្រែងលាក់ខ្លួននៅតាមផ្ទះប្រជាជនដែលនៅក្នុងព្រៃជ្រៅក៏ប៉ុន្តែមិនបានឃើញស្រមោលសូម្បីតែគ្នាវាម្នាក់ឡើយចំណែកខាងប៉ូលីសនៅក្នុងតំបន់ដែលក្នុងនោះក៏មានសៃម្នាក់ផងដែរបានទទួលបញ្ជាឲ្យកម្លាំងចុះមកពិនិត្យនៅក្នុងភូមិមួយដែលសម្បូរផ្ទះប្រជាជនរស់នៅហើយភូមិនោះមានឈ្មោះថាកំពង់អែហើយទិដ្ឋភាពនៅក្នុងភូមិមានសភាពស្ងាត់ឈឹងហើយផ្ទះភាគច្រើនគឺសាងសង់នៅលើទឹកប៉ុន្តែវាមើលទៅហាក់បីដូចជាកន្លែងដែលល្អបំផុតសម្រាប់ពួកក្រុមឧទាមពួនសង្ងំលាក់ខ្លួនផងដែរនៅពេលដែលពួកគេចូលទៅកាន់តែជ្រៅគឺមានអារម្មណ៍ថាដូចជាចូលអន្ទាក់របស់ពួកក្រុម GMN តែម្ដងក្រោយមកដូចជាការគិតពិតមែនពួកវាគឺបានបាញ់រះមកលើកងកម្លាំងប៉ូលីសតែម្ដងធ្វើឲ្យប៉ូលីសម្នាក់បានស្លាប់ភ្លាមហើយលោកប៉ូលីសសៃក៏បានត្រូវមួយគ្រាប់ចំពោះធ្លាក់ចូលទៅក្នុងទឹកពួកវាបានបាញ់សង្គ្រប់មកលើក្រុមប៉ូលីសទាំងនោះដោយពួកក្រុម GMN ពួននៅក្នុងផ្ទះហើយប៉ូលីសនៅខាងក្រៅពិបាកនៅក្នុងការបាញ់តបតព្រោះម្នាក់នៅទីងងឹតហើយម្នាក់នៅទីភ្លឺបាទប៉ូលីសម្នាក់ក៏បានត្រូវវាកាប់ធ្វើឲ្យរបួសដៃយ៉ាងធ្ងន់ធ្ងរហើយម្នាក់ទៀតខំព្យាយាមបាញ់ទប់ទល់ជាមួយនឹងពួកវាជាសំណាងល្អដែលក្រុមពួកវាមិនបានចូលមកបន្ថែមហើយចំណែកប៉ូលីស2នាក់ទៀតព្យាយាមរត់ចូលទៅក្នុងផ្ទះមួយពួកវាក៏បានធ្វើការដេញតាមនិងបានដឹងថាប៉ូលីស2នាក់នោះកំពុងតែសង្ងំនៅក្នុងនឹងឯងពួកវាក៏បានចាប់ផ្ដើមបាញ់រះទៅលើប៉ូលីសទាំង2នាក់តែម្ដងហើយប៉ូលីស2នាក់នោះក៏បាននាំគ្នាចុះតាមប្រហោងក្តារមួយនៅក្នុងទឹកប៉ុន្តែយ៉ាងណាក៏នៅតែមិនអាចរួចផុតពីសេចក្តីស្លាប់ដែលពួកវាបានកាប់ចិញ្ច្រាំយ៉ាងសាហាវឃោឃៅចំណែកសៃវិញគឺត្រូវរងរបួសសង្ងំក្រោមស្ពានបានត្រឹមតែសម្លឹងមើលពីភាពឃោឃៅរបស់ពួកវាហើយមេបញ្ជាការទាំង2នាក់ក៏បានស្ដាប់ឮសំឡេងរបស់សៃដែលគាត់បានរាយការណ៍ពីស្ថានភាពរបស់ក្រុមរបស់គាត់ដោយនិយាយទាំងញ័រទាំងផិតភ័យថាត្រូវបានសម្លាប់ស្ទើរតែទាំងអស់ហើយពេលនេះគាត់ក៏កំពុងតែត្រូវរបួសផងដែរចំណែកចៃវិញនៅពេលដែលឮបែបនេះភ្លាមគាត់ក៏សូមឲ្យបញ្ជូនក្រុមខ្លួនទៅទីនោះភ្លាមនិយាយទៅប៉ែកនឹងឆេវឆាវមែនតើបាទប៉ុន្តែមានចិត្តក្លាហានអង្អាចជាងគេហើយមេបញ្ជាការក៏បានបញ្ជាក់ថានេះមិនមែនបញ្ជូនទៅឲ្យស្លាប់បន្ថែមទៀតទេត្រូវតែរៀបចំផែនការឲ្យបានគ្រប់ជ្រុងសិនហើយក្រោយមកសេមគាត់មានអារម្មណ៍ថាដូចជាត្រូវប្រឈមនឹងសេចក្តីស្លាប់ចំពោះមុខដោយដែលសមាជិកខ្លួនបានពលីនៅពេលនេះហើយចៃក៏បាននិយាយផ្ដល់កម្លាំងចិត្តថាគ្រប់យ៉ាងមិនអីទេនឹងប្រាប់ឲ្យសេមខលទៅប្រពន្ធរបស់គាត់ដែលកំពុងមានកូនចិត្តគ្រប់ខែដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ប្រពន្ធកូនទោះបីនៅក្នុងខ្លួនដឹងថាមិនដឹងថាពេលណាបានទៅជួបមុខប្រពន្ធកូនវិញឬក៏យ៉ាងណាទេទោះបីខ្លួនដឹងថាមិនដឹងថាបានទៅជួបមុខប្រពន្ធកូនវិញឬក៏អត់ចំណែកឯប៉ូលីសសៃដែលកំពុងតែត្រូវរបួសបានព្យាយាមតាក់ទងទៅមេបញ្ជាការប៉ុន្តែទូរស័ព្ទរបស់គាត់បែរជាចូលទឹកឆ្លងរលត់បាត់ទៅតែម្ដងនៅថ្ងៃបន្ទាប់កម្លាំងកំងដូរពិសេសដែលដឹកនាំដោយឧត្តមសេនីយ៍ដាតុកក៏បានរៀបចំយុទ្ធសាស្ត្រវាយកំទេចកុំឲ្យពួកគេចាក់ចេញពីទីនេះបានទាន់មុនពេលធ្វើប្រតិបត្តិការសេមដែលជាកំងដូរម្នាក់បាននិយាយទៅកាន់សមាជិកក្រុមខ្លួនទាំងអស់ដើម្បីផ្ដល់កម្លាំងចិត្តនិងភាពអង់អាចក្លាហានសម្រាប់ការពារទឹកដីនិងប្រជាពលរដ្ឋម៉ាឡេស៊ីបន្ទាប់មកការចាក់ចេញដំណើរទៅកាន់ទីនោះក៏បានចាប់ផ្ដើម
នៅពេលទៅដល់ច្រកចូលខាងក្នុងផ្ទះនៅលើទឹកនោះចៃគាត់បានឮសំឡេងក្មេងយំចេញពីខាងក្នុងផ្ទះមួយនៅពេលចូលទៅដល់ទីនោះគឺឃើញមាននារីម្នាក់ដែលកំពុងតែហាន់បន្លែធ្វើមិនដឹងបន្ទាប់មកពួកគេក៏បានលើកយកក្មេងស្រីម្នាក់នោះចេញទៅរកកន្លែងសុវត្ថិភាពហើយភ្លាមៗហ្នឹងក្រុម GMN ក៏បានបង្ហាញខ្លួននិងបានបាញ់រះមកលើពួកគេចំណែកសៃពេលឃើញក្រុមកំម៉ង់ដូពិសេសមកភ្លាមគាត់ក៏បានស្រែកផ្ដល់សញ្ញាឲ្យតែសែមគាត់ក៏បានដើរទៅមុខបន្តទៀតព្រោះគាត់សង្ស័យថាអាចជាអន្ទាក់ប៉ុន្តែនៅពេលដែលសម្រុកចូលទៅខាងក្នុងគឺមានតែប៉ូលីសសៃដែលកំពុងតែត្រូវរបួសដែលគាត់ខំពួនលាក់ខ្លួនកុំឲ្យគេឃើញតាំងពីយប់មកម្លេះហើយសៃក៏បាននឹងវល់សែមឲ្យជួយម្ដាយខ្លួនផងនិងក្មេងជំទង់ម្នាក់ដែលពួកវាចាប់ធ្វើជាចំណាត់ខ្មាំងប្រហែលជាលាក់ខ្លួននៅផ្ទះនៅខាងចុងភូមិហើយសែមក៏បញ្ញាប់សង្គ្រោះសៃចេញពីទីនោះភ្លាមព្រោះគាត់បាត់បង់ឈាមអស់ច្រើនហើយក៏ត្រូវការសង្គ្រោះបន្ទាន់បន្ទាប់មកខាងបាញ់ស៊ីបក៏បានបាញ់ការពារទៅលើក្រុមរបស់ចៃហើយគ្នារបស់វាក៏បានចេញមកតែក៏បានត្រូវសម្លាប់ទាំងអស់ហើយមានប៉ូលីស2នាក់ទៀតកំពុងតែត្រូវរបួសសង្ងំនៅខាងក្រោមស្ពានក៏បានស្រែកឲ្យពួកគេជួយក្រោយមកសែមក៏បានមកដល់ផ្ទះមួយនៅខាងចុងគេចំណែកអ្នកបាញ់ស៊ីបក៏បានប្រាប់ថាឃើញមានមនុស្សនៅខាងក្នុងផ្ទះនោះតែមើលមិនសូវច្បាស់ថាជាពួកវាឬក៏ជាចំណាត់ខ្មាំងទេនៅពេលធ្វើការទម្លុះចូលពួកវាបានចាប់ម្ដាយសៃនិងក្មេងជំទង់រួមជាមួយនឹងចំណាត់ខ្មាំងជាច្រើនអ្នកទៀតកំម៉ង់ដូម្នាក់ក៏បានត្រូវពួកវាកាប់ចំរបួសដៃធ្ងន់ធ្ងរហើយសែមក៏បានមកជួយគាត់បានប្រយុទ្ធជាមួយនឹងមេក្រុមវាម្នាក់ដែលខ្លាំងផងដែរហើយនៅទីបំផុតគាត់ក៏បានសម្លាប់មេក្រុមម្នាក់នោះចំណែកក្រុមរបស់វាដែលកំពុងតែភ្ជង់លើចំណាត់ខ្មាំងខាងបាញ់ស៊ីបព្យាយាមរកមើលកន្លែងច្បាស់ដើម្បីបាញ់ឲ្យចំគោលដៅតែម្ដងហើយពួកគេក៏អាចសង្គ្រោះចំណាត់ខ្មាំងទាំងអស់បានដោយជោគជ័យបន្ទាប់មកប៉ូលីសសៃនិងម្ដាយនិងចំណាត់ខ្មាំងផ្សេងទៀតក៏ត្រូវរៀបចំចល័តរកកន្លែងសុវត្ថិភាពភ្លាមប៉ុន្តែពួកក្រុម GMN បានចេញមកបាញ់រះទៅលើពួកគេម្ដងទៀតនៅខណៈនឹងផងដែរក្រុមកំម៉ង់ដូក៏បានបាញ់ការពារទៅវិញដោយមានការជួយបាញ់ពីកំភ្លើងយន្តនៅលើទូកកំម៉ង់ដូផងដែរទើបអាចធ្វើឲ្យសមាជិក GMN មិនអាចបាញ់តដៃបានធ្វើឲ្យពួកគេស្លាប់យ៉ាងរង្គាលនៅពេលនឹងតែម្ដងបន្ទាប់មកក្រុម GMN ក៏បានរៀបចំទូក2គ្រឿងដើម្បីបើករថគេចចេញពីទីនោះភ្លាមបន្ទាប់មកសែមក៏បញ្ញាប់ឡើងលើទូកជាមួយនឹងចៃដើម្បីដេញតាមប្រមាញ់មេដឹកនាំក្រុម GMN នោះបន្តទៀតចំណែកឯប៉ូលីសសៃនិងម្ដាយក៏បានរួចផុតពីស្ថានភាពដ៏គ្រោះថ្នាក់នេះចំណែកទូក2គ្រឿងរបស់ក្រុមកំម៉ង់ដូក៏កំពុងតែតាមយ៉ាងប្រកៀបប្រកិតជាមួយនឹងទូករបស់ក្រុម GMN ផងដែរហើយពួកគេក៏បានចាប់ផ្ដើមធ្វើការបាញ់ប្រហារភ្លាមបន្ទាប់មកពួកគេក៏បានបាញ់ទៅលើទូកមួយគ្រឿងធ្វើឲ្យទៅមុខលេងរួចហើយអ្នកនៅលើទូកក៏ត្រូវបានចាប់ខ្លួននៅសល់ទូកមួយគ្រឿងទៀតដែលជាទូកដឹករបស់មេក្រុមរបស់គេនឹងឯងនៅពេលដែលទូកទៅដល់ច្រាំងក្រុមកំម៉ង់ដូក៏បានបាញ់សម្លាប់គ្នារបស់ពួកគេជាបន្តបន្ទាប់ចំណែកឯមេរបស់គេដែលមានចំណាត់ខ្មាំងម្នាក់នៅក្នុងដៃដោយមិនព្រមប្រកល់ខ្លួនតាមបញ្ជារបស់កងកម្លាំងនោះទេហើយកំភ្លើងបាញ់ស៊ីបទៅលើយន្តហោះក៏បានបញ្ចប់ជីវិតមេដឹកនាំ GMN នៅពេលហ្នឹងទៅប៉ុន្តែនៅពេលដែលសែមបើកមើលមុខឲ្យច្បាស់គឺតាមពិតមិនមែនជាមេខ្លោងរបស់គេនោះទេគ្រាន់តែជាកូនចៅរបស់គេបន្លំខ្លួនប៉ុណ្ណោះចំណែកឯមេដឹកនាំពិតប្រាកដរបស់ក្រុម GMN នេះពេលនេះគេកំពុងតែជម្លៀសខ្លួនចេញពីកោះនោះទៅតាមព្រៃរួមជាមួយនឹងកូនចៅរបស់គេយ៉ាងច្រើនដោយសុវត្ថិភាពហើយនៅក្នុងបេសកកម្មមួយនេះក៏បានធ្វើឲ្យកងកម្លាំងម៉ាឡេស៊ីចំនួន8នាក់បានពលីនិងរងរបួសជាច្រើននាក់ហើយវាក៏ជាប្រវត្តិសាស្ត្រមួយនៃការឈ្លានពានពីក្រុមជ្រុលនិយមហើយនៅសប្តាហ៍ថ្ងៃខាងប្រទេសម៉ាឡេស៊ីក៏នៅតែតាមដានពីក្រុម GMN នេះជានិច្ចព្រោះពួកគេនៅមានមហិច្ឆតាចង់បានទឹកដីរបស់ខ្លួនដោយដែលចៅសៀមកំពុងតែចង់បានទឹកដីដូនតាខ្មែរអញ្ចឹងបាទទោះបីវាជារឿងថោកទាបនៅក្នុងប្រវត្តិសាស្ត្រនៅយុគសម័យទំនើបនេះក៏ដោយក៏ប្រទេសចៅសៀមមួយនេះមិនខ្មាស់គេដែរមិនខ្មាស់ខ្លួនឯងនិងទាំងលើឆាកអន្តរជាតិ
ហើយក៏ចង់បញ្ជាក់ថាហេតុអីវាមិនខ្មាស់ព្រោះវាជាចោលតពូជតាំងពីដូនតាវាមកហើយ admin និយាយទៅចេះតែវែងជាងនឹងទៅទៀតលើហើយអញ្ចឹងជួបគ្នានៅសាច់រឿងល្អមើលនៅពេលបន្ទាប់ទៀតខណៈពេលនេះ live សិនហៀលាសិនហើយបាទសូមអរគុណបងសេតនេះក៏ខ្ញុំមាននៅក្នុង stock ដែរណាគឺ Gardenia ជាមួយនឹង Orchid ណាក្នុងមួយ set ហ្នឹងមាន2ដបដូចគ្នាបងហើយក្នុងមួយដបចំណុះវា 90 ml ណាក្លិននេះគឺមួយក្លិនរៀងផ្ការៀងផ្អែមរៀងដិតណាបងហើយមួយទៀតរៀងក្លិនផ្ការបៀបស្រាសតុនណាបងជួយចិត្តក្លិនស្រាក្លិនដិតអីហ្នឹងបងយកជា set ចាស់ហើយគឺបាញ់គ្រប់កលៈទេសៈហ្មង